ចាជំរាបសួរបងប្អូនស្ត្រីទាំងអស់គ្នាជាពិសេសគឺម៉ាក់ដែលកំពុងតែមានផ្ទៃពោះហើយកាន់กระดาษនេះនៅក្នុងដៃចាកាន់กระดาษនេះនៅក្នុងដៃហើយគាត់បានទៅពីនីតិពោះលើកទី1រួចហើយធម្មតាបងប្អូនពេលដែលទៅពីនីតិពោះរួចហើយគឺបងប្អូនទទួលបានកระดาษនឹងមកហើយពេលដែលបងប្អូនទទួលបានកระดาษនឹងមកគឺលើកទី1នេះហើយគឺបងប្អូនទទួលលុយម្ដងហើយចានេះលើកទី1ដែលខ្ញុំចុចអល់ណាថ្ងៃទី7 ខែ 11រហូតដល់ថ្ងៃទី30 ខែ 1ហ្នឹងគឺបងប្អូនទទួលបានអត្ថប្រយោជន៍ម្ដងហើយមកជប់ធ្វើវីដេអូទទួលបានអត្ថប្រយោជន៍ម្ដងរួចហើយចាទទួលបានអត្ថប្រយោជន៍ម្ដងរួចហើយអញ្ចឹងគាត់ថាគាត់ទៅពីនីតិពោះថ្ងៃទី11 ខែ 1នឹងម្ដងទៀតហេតុអីក៏លុយក៏អត់បានអញ្ចឹងបងប្អូនចាបងប្អូនត្រូវចាប់អារម្មណ៍ទៅលើការពិនិត្យលើកទី1ពិនិត្យលើកទី1គឺបងប្អូនទទួលលុយម្ដងរួចហើយតែបងប្អូនត្រូវចាប់អារម្មណ៍ទៅលើរយៈពេលគេឲ្យយើងតែ4ដងឯងបងប្អូនណាលើកទី1លើកទី2លើកទី3លើកទី4តែ4ដងទេ4ដងគឺក្នុងកំឡុងពេលផ្ទៃពោះ9 ខែ 10 ថ្ងៃហ្នឹងគឺបានតែ4ដងទេអញ្ចឹងយើងអាចចែកជា2ចែកជា4ក៏បានដែរ9 ខែចែកជា4ក៏បានដែរគឺបាន2 ខែអាចបានម្ដងអញ្ចឹងយើងនិយាយបែបនេះគឺស្រួលយល់បន្តិចអញ្ចឹងមិនមែនមានន័យថាឲ្យតែបងប្អូនទៅពីនីតិពោះម្ដងបានលុយម្ដងបានលុយម្ដងទេអត់ទេបងប្អូនណាអត់ទេចំណុចនេះបងប្អូនត្រូវតែចេះទាំងអស់គ្នាចាចេះទាំងអស់គ្នាដើម្បីអីទី1គឺដើម្បីកុំឲ្យយើងខាតពេលវេលាទី2ដើម្បីកុំឲ្យខកការចុចលុយមានន័យថាឧទាហរណ៍ឥឡូវថ្ងៃទី27 ខែ 3នៅក្នុងกระดาษហ្នឹង27 ខែ 3រហូតដល់ថ្ងៃទី24 ខែ 4បងប្អូនត្រូវតែទៅពិនិត្យពោះលើកទី2ដើម្បីទទួលបានអត្ថប្រយោជន៍ 80000 ម្ដងទៀតតែបើបងប្អូនអត់ទៅគឺបងប្អូននឹងខាតអត្ថប្រយោជន៍នៅក្នុងចន្លោះហ្នឹងហើយចន្លោះលើកទី2ហ្នឹងបងប្អូនឃើញអត់ចាចន្លោះលើកទី2ហ្នឹងបងប្អូនអត់ទៅគឺបងប្អូនខាតអត្ថប្រយោជន៍ហ្នឹងហើយសួរថាអ្នកគ្រូរបស់យើងគឺគាត់ណាត់មួយខែម្ដងអញ្ចឹងសម្រាប់អ្នកគ្រូរបស់យើងគឺគាត់ណាត់ដើម្បីឲ្យបងប្អូនទៅពីនីតិពោះតាមដានគីឡូម្ដាយតាមដានការលូតលាស់របស់ទារកត្រូវដល់ថ្ងៃចវសាំងទេតណោចាត្រូវដល់ថ្ងៃផ្ដល់តាមជាដែកបន្តអញ្ចឹងអ្នកគ្រូរបស់យើងគឺគាត់ណាត់មួយខែម្ដងហើយចាប៉ុន្តែសម្រាប់ការទទួលបានអត្ថប្រយោជន៍បអសបងប្អូនត្រូវទៅតាមណាត់ផ្សេងមានន័យថាខែទី1បងប្អូនទៅម្ដងខែទី2បងប្អូនត្រូវទៅទៀតហ្នឹងមែនទេត្រូវទៅបើកឆ្នាំជាតិដែក30គ្រាប់ទៀតហ្នឹងមែនណាលើកទី2ប៉ុន្តែលើកទី2បងប្អូនអត់បានលុយទេចាបន្ទាប់មកលើកទី3មួយខែក្រោយមួយខែក្រោយទៀតមួយខែក្រោយពីលើកទី2បងប្អូនត្រូវទៅពិនិត្យពោះទៀតណាចាត្រូវទៅពិនិត្យពោះម្ដងទៀតណាដោយសារអ្នកគ្រូគាត់ណាត់មួយខែម្ដងមែនទេដល់លើកទីក្រោយហ្នឹងហើយគឺបងប្អូនទទួលបានលុយម្ដងទៀតអញ្ចឹងឧស្សាហ៍ឥឡូវក្បែរគ្នាទៅដល់ថ្ងៃទីអ្នកគ្រូណាត់ត្រឹមថ្ងៃទី25 ខែ 3ចុះអញ្ចឹងបងប្អូនអត់បាច់ទៅ25 ខែ 3ទេបងប្អូនគួរទៅថ្ងៃទី27 ខែ 3ដើម្បីឲ្យបងប្អូនទទួលបានលុយម្ដងទៀតបើបងប្អូនទៅថ្ងៃ25ហើយស្រាប់តែថ្ងៃទី27បងប្អូនត្រូវទៅបញ្ចូលលុយម្ដងទៀតហើយបងប្អូនអត់ទៅបងប្អូនអត់បានលុយនឹងទេចាហើយរយៈពេលណាដែលយើងអាចទៅបានចន្លោះពីបានលុយលើកទី2ហ្នឹងគឺ27 ខែ 3ដល់ថ្ងៃ24 ខែ 4បើសិនបើបងអូនទៅចន្លោះហ្នឹងបងអូនបានហើយអញ្ចឹងបងអូនទៅថ្ងៃទី28ក៏បាន29ក៏បាន30ថ្ងៃ1ថ្ងៃ2ខែ 4ក៏បានដែរឲ្យតែបងអូនទៅចន្លោះហ្នឹងកុំឲ្យតែបងប្អូនទៅមុនកុំឲ្យតែបងប្អូនទៅក្រោយចាកូនបានអត់ក្រៅអញ្ចឹងបងប្អូនទៅអត់ត្រូវបងប្អូននឹងខាតអត្ថប្រយោជន៍ហើយអញ្ចឹងការបញ្យល់របស់ខ្ញុំប្រហែលជាបងប្អូនខ្លះក៏នៅតែយល់អ្នកខ្លះក៏អត់ទាន់យល់ដែរអញ្ចឹងមើលបន្ទាប់ទៀតពិនិត្យលើកទី3មានន័យថាថ្ងៃទី5 ខែ 6ណាបងប្អូនណាដល់ថ្ងៃទី19 ខែ 6អញ្ចឹងចន្លោះហ្នឹងបងប្អូនត្រូវទៅចន្លោះហ្នឹងទៀតដើម្បីបងប្អូនបានលុយចាបងប្អូនអត់ទៅចន្លោះហ្នឹងអត់បានលុយទៀតអញ្ចឹងទៅព្យាយាមទៅចាចំណុចលើកទី4មានន័យថាបងប្អូនខ្លះក៏សួរថាលើកទី4ហ្នឹងត្រូវទៅបអសទៀតមែនបអសក៏ត្រូវទៅពិនិត្យទីពោះក៏ត្រូវតែមកដែរបងប្អូនលើកទី4បងប្អូនឃើញអត់ថ្ងៃទី17 ខែ 7អញ្ចឹងបងប្អូនត្រូវតែមកមើលពោះធម្មតាដល់ថ្ងៃចុចលុយគឺមកចុចធម្មតាប៉ុន្តែខាងបអសគេគាត់ដាក់ឲ្យស្រួលយល់បងប្អូនអត់ពិបាកយល់ទេពេលដែលចូល30ទៅ32សប្តាហ៍បងប្អូនត្រូវទៅម្ដងទៀតដើម្បីទទួលกระดาษ 70% ឃើញស្រួលយល់ទេបងប្អូនអត់ពិបាកឯងគាត់បញ្ជាក់ច្បាស់ហើយអ្វីដែលគាត់បញ្ជាក់ចុងក្រោយទៀតគឺ1286បងប្អូនត្រូវតែខលទៅ1286បើសិនបងប្អូនមានចម្ងល់អញ្ចឹងអត់អីពិបាកអីបងប្អូនណាចាអត់អីពិបាកតែអ្វីដែលសំខាន់ចុងក្រោយគឺត្រូវមកប្រតិពោះឲ្យបានទៀងទាត់មានបញ្ហាមកមុនណាត់បើសិនអត់មានបញ្ហាទេចាំដល់ពេល
ត្រូវចុចលុយចាំមកក៏បានដែរចាតែបើសិនបើយើងត្រូវដល់ថ្ងៃចាក់វ៉ាក់សាំងទេតាណូសដល់ថ្ងៃត្រូវទទួលថ្នាំជាតិដែកបន្តដល់ថ្ងៃត្រូវទទួលថ្នាំព្រួនគឺត្រូវតែមកនិយាយឲ្យរួមទៅបើសិនជាអាចមកមួយខែម្ដងដើម្បីមកពិនិត្យផ្ទៃពោះជារៀងរាល់ខែចាអរគុណច្រើន